មានបានសមត្ថក៏យើងពិនិត្យមានបទសរក៏យើងពិនិត្យអត់បទសរក៏យើងពិនិត្យដែរពិនិត្យទាំងអស់ឬជួនទាំងអស់គ្រប់បេក្ខភាពទាំងអស់ឲ្យទៅគាត់នៅចន្លោះអាយុពី21ទៅ65ឆ្នាំហើយគាត់ធ្លាប់មានដៃគូធ្លាប់ឆ្លងកាត់ការរួមភេទអញ្ចឹងអាហ្នឹងគឺគាត់អាចមកពិនិត្យបានទាំងអស់ជាសួរនាងខ្ញុំវិជ្ជបណ្ឌិតតាំងស៊ីងអ៊ីងជាគ្រូពេទ្យខាងផ្នែករោគស្ត្រីសប្តាហ៍ខ្ញុំបម្រើការងារនៅមន្ទីរពេទ្យលូម៉ែចំពោះខាងរោគស្ត្រីនិយាយទៅខាងរោគស្ត្រីខាងយើងបើកពិនិត្យគ្រប់ផ្នែកទាំងអស់ជូនគាត់បញ្ហារោគស្ត្រីហប់តាំងពីរោគសាមញ្ញពីការធ្លាក់សអីទួចទៅរឿងពិនិត្យមើលដុំស្បូនគិសដៃស្បូនអីផ្សេងហ្នឹងជំងឺសពស្បូនអីគឺយើងមើលទាំងអស់តែយើងផ្ដោតបច្ចុប្បន្ននេះយើងកំពុងមានការផ្សព្វផ្សាយមួយផ្ដោតសំខាន់លើការស្រាវជ្រាវរោគជំងឺមហារីកមាត់ស្បូនហ្នឹងដោយអត់មានគិតថ្លៃសេវាជូនបងប្អូនប្រជាពលរដ្ឋយើងទាំងអស់អញ្ចឹងគាត់អាចអញ្ជើញមកពិនិត្យបានអាហ្នឹងក៏ខ្ញុំផ្ដោតសំខាន់លើកទឹកចិត្តគាត់អញ្ចឹងហ្នឹងហើយអនាគតទៅមន្ទីរពេទ្យយើងនឹងវិវត្តទៅជាមជ្ឈមណ្ឌលមហារីកធំនៅក្នុងប្រទេសយើងអញ្ចឹងយើងផ្ដោតសំខាន់លើជំងឺមហារីកខាងផ្នែករោគស្ត្រីទាំងអស់ចាលក្ខខណ្ឌល្អដែលគាត់គួរអញ្ជើញមកដើម្បីចូលរួមធ្វើការពិនិត្យហ្នឹងទីមួយគឺគាត់មកកុំឲ្យចំពេលដែលគាត់ពងមករដូវព្រោះនៅពេលដែលមានការធ្លាក់ឈាមរដូវយើងពិនិត្យមើលមេរោគឬក៏កោសិកាហ្នឹងអត់បានល្អទេទីពីរកុំឲ្យគាត់មានការរួមភេទក្នុងរយៈពេលហោចណាស់ក៏48ម៉ោងយើងថា2ទៅ3ថ្ងៃមុនគាត់មកពិនិត្យហ្នឹងកុំឲ្យគាត់គេងនៅមួយគ្រួសារគាត់ទី3បើសិនជាគាត់មានការសូលថ្នាំព្យាបាលអាការៈរោគណាមួយហ្នឹងឲ្យគាត់បញ្ចប់ការព្យាបាលហ្នឹងបាន2ទៅ3ថ្ងៃដែរសិនទៅចាំឲ្យគាត់អញ្ជើញមកហើយនឹងទី4បើសិនជាចៃដន្យថាគាត់កំពុងមានការធ្លាក់សអីអាហ្នឹងក៏យើងអត់ទាន់ធ្វើការពិនិត្យពីបញ្ហាម៉ារីម៉ាត់ស្បួនហ្នឹងជូនគាត់ដែរប៉ុន្តែយើងធ្វើការព្យាបាលជូនគាត់សិនបើចៃដន្យគាត់មកដោយគាត់អត់ដឹងចាហ្នឹងហើយអញ្ចឹងលក្ខខណ្ឌល្អកុំឲ្យមកចំពេលមករដូវកុំឲ្យមកចំពេលដែលគាត់ទុកតែគេនៅហើយជាមួយគ្រួសារហើយកុំឲ្យមកពេលដែលគាត់កំពុងមានបញ្ហាធ្លាក់សឬក៏សល់ថ្នាំនៅក្នុងទ្វារចាហ្នឹងហើយអញ្ចឹងគាត់មកខុសពីលក្ខខណ្ឌទាំងអស់ហ្នឹងគឺគាត់អាចពិនិត្យបានអត់បញ្ហាអីទេចាច្បាស់លាស់ដូចគ្នាខាងយើងហ្វ្រីជួនទាំងអស់គ្រប់បេក្ខភាពទាំងអស់ឲ្យទៅគាត់នៅចន្លោះអាយុពី21ទៅ65ឆ្នាំហើយគាត់ធ្លាប់មានដៃគូធ្លាប់ឆ្លងកាត់ការរួមភេទអញ្ចឹងអាហ្នឹងគឺគាត់អាចមកពិនិត្យបានទាំងអស់យើងអត់រើសអើងថាselect យកតអ្នកណាគឺគាត់អាចមកបានទាំងអស់គ្នាមានបានសមត្ថក៏យើងពិនិត្យមានបទសរក៏យើងពិនិត្យអត់បទសរក៏យើងពិនិត្យដែរពិនិត្យទាំងអស់យើង free ជួនអត់គិតថ្លៃសេវាហ្នឹងតែផ្នែករឿងមហារីកមាត់ស្បូនហ្នឹងមួយទេចាចំពោះរឿងមហារីកមាត់ស្បូនមួយយើងមានការពីរក្នុងការជួយអ្នកជំងឺហ្នឹងទីមួយគឺគេហៅការព្យាបាលការការពារមុនហ្នឹងគឺយើងដឹងហើយគឺការចាក់វ៉ាក់សាំងដោយសារមហារីកមាត់ស្បូនវាបង្កឡើងដោយមេរោគអញ្ចឹងបច្ចុប្បន្នហ្នឹងប្រទេសសកលលោកយើងមានការរីកចម្រើនជាងគេបង្កើតជាវ៉ាក់សាំងអញ្ចឹងគាត់អាចស្វែងរកការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បួនបានខាងទីពេទ្យយើងក៏មានការផ្សព្វផ្សាយពីរឿងវ៉ាក់សាំងនឹងដែរវគ្គមុនហ្នឹងគឺចាក់បានចាប់ពីកុមារអាយុ9ឆ្នាំឡើងទៅអញ្ចឹងក្មេងស្រីទាំងអស់ពីពេលដែលគាត់មានអាយុ9ឆ្នាំឡើងគឺគាត់អាចមកទទួលសេវាចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បួននឹងបានហើយនៅពេលដែលគាត់ចាប់ផ្ដើមមានដៃគូចន្លោះពីអាយុ21ទៅ65ឆ្នាំអាហ្នឹងគឺគាត់មកឆែករោគមហារីកមាត់ស្បួនដែលខ្ញុំនិយាយមុនហ្នឹងឯងមូលហេតុចម្បងដែលឈានខ្លួនធ្លាក់ទៅជាអ្នកជំងឺមហារីកមាត់ស្បូនហ្នឹងទីមួយគឺដោយសារគាត់អត់បានដឹងជួបជ្រាបពីបញ្ហារឿងមហារីកមាត់ស្បូនហ្នឹងចំណេះដឹងអាចគាត់នៅមានកម្រិតអញ្ចឹងណាអញ្ចឹងគាត់អត់ដឹងថាគេមានការស្រាវជ្រាវរោគជំងឺហ្នឹងបានទាន់ពេលវេលាទេអញ្ចឹងនៅពេលដែលដោយសារជំងឺមហារីកមាត់ស្បួនវាអត់មានជាទូទៅវាអត់ទាន់មានរោគសញ្ញាអីឲ្យយើងកត់សម្គាល់ទេនៅពេលដែលវាចាប់ដើមចេញជារោគសញ្ញាឧទាហរណ៍ថាគាត់មានការធ្លាក់ឈាមឬមានការឈឺចុកចាប់បរិវេណទ្វារមាសគាត់ខាងក្រោមអីហ្នឹងគឺអាហ្នឹងវាឈានដល់ទៅជាដុំមហារីកហើយអញ្ចឹងនៅពេលដែលគាត់មកបណ្ឌិតក្នុងដំណាក់កាលហ្នឹងវាដូចចង់ចូលដំណាក់កាលមហារីកបាត់ហើយជាក់ស្ដែងមហារីកមាត់ស្បួនយើងអាចរកវាបានមុនពេលដែលវាឈានទៅដល់ដំណាក់កាលមហារីកហ្នឹងចំណុចពិសេសរបស់វាគឺយើងអាចរកវាបានមុនពេលដែលវាឈានដល់ដំណាក់កាលមហារីកអញ្ចឹងយើងអាចធ្វើតេស្តមួយដែលគេហៅថាតេស្តរមើលមេរោគមហារីកមាត់ស្បូនឬក៏គេហៅកាត់ HPV ដែលយើងតែងឮហ្នឹងជាមួយនឹងមួយទៀតគេអាចមើលគេហៅបៀកមើលកោសិកាមាត់ស្បូនឬក៏យើងច្រើនចំណាំហៅ Pap smear ហ្នឹងចាយើងធ្វើតេស្តពីរហ្នឹងទៅគឺយើងអាចរកឃើញពីបញ្ហារបស់មាត់ស្បូនស្ត្រីពីការប្រែប្រួលរបស់វាហ្នឹងមុនដំណាក់កាលដែលវាឈានទៅដល់ជាដុំមហារីកអញ្ចឹងការព្យាបាលរបស់យើងនៅដំណាក់កាលដែលមុនឈានដល់មហារីកហ្នឹងគឺគាត់អាចព្យាបាលជាសះស្បើយចាតែបើឈានដល់ដំណាក់កាលមហារីកហើយវាមានការព្យាបាលវាអាចព្យាបាលបានតែវានៅក្នុងការមួយដែលពិបាកអញ្ចឹងហើយខែពីរឿងចំណេះដឹងហ្នឹងមានកត្តាខ្លះដែលបងប្អូនគាត់អាចនឹងអត់បានមកធ្វើការពិនិត្យរោគហ្នឹងដែរដោយសារកត្តាការ
ចំណាយដែរព្រោះដោយសារការរករោគមហារីកមាត់ស្បួនក៏គាត់ត្រូវចំណាយថវិកាដែរជាងបងប្អូនយើងដែលគាត់នៅឆ្ងាយឬក៏គាត់អត់សូវមានថវិកាឬក៏អត់មានបានចុះឈ្មោះចូលបលសឬអីទេអ្នកខ្លះគាត់គិតថាគាត់អត់មានលទ្ធភាពមើលអញ្ចឹងគាត់រំលងដោយសារគាត់អត់មានអាការៈអីដែរអញ្ចឹងណាក្នុងនាមខ្ញុំជាគ្រូពេទ្យខាងផ្នែករោគស្ត្រីហើយបម្រើការងារនៅផ្នែកហ្នឹងក៏បានជួបអ្នកជំងឺដែលមានបញ្ហារឿងរោគស្ត្រីច្រើនដែរខ្ញុំលើកទឹកចិត្តឲ្យបងប្អូនស្ត្រីយើងទាំងអស់កាត់ចោលនៅអាភាពអៀនខ្មាស់ហ្នឹងហើយឲ្យគាត់អញ្ជើញមករុះរាន់អញ្ជើញមកបណ្ឌិតហុករកមើលជំងឺមហារីកមាត់ស្បួនហ្នឹងឲ្យបានទាន់ពេលវេលាដើម្បីបញ្ជៀសខ្លួនគាត់ហ្នឹងពីជំងឺមហារីកមាត់ស្បួនហ្នឹងឲ្យបានទាំងអស់គ្នាចានៅមន្ទីរពេទ្យលួងម៉ែយើងផ្ទាល់តែម្ដងចាចំពោះសមាជិកបសសក្តីគាត់មិនមានបសសក្តីការទទួលសេវាកម្មពីខាងមន្ទីរពេទ្យលួងម៉ែយើងគឺដូចគ្នាទេចាគឺគាត់ទទួលបានការព្យាបាលមួយដែលត្រឹមត្រូវមានការយកចិត្តទុកដាក់ពីខាងក្រុមគ្រូពេទ្យរបស់យើងនិងហើយការប្រើប្រាស់ថ្នាំអីគឺបានត្រឹមត្រូវដូចអ្នកជំងឺដែលគាត់បង់ប្រាក់ដែរនិយាយទៅចាគឺសេវាកម្មគឺយើងផ្ដល់ជូនល្អដូចគ្នាអត់មានការបែងចែករើសអើងថាសមាជិកបសសយើងមើលមិនដឹកដល់ឬអីគឺអត់ទេខាងយើងគឺធ្វើជូនទាំងអស់ក្នុងនេះខ្ញុំជាគ្រូពេទ្យខ្ញុំចង់ឲ្យអ្នកជំងឺបានមកទទួលសេវាព្យាបាលឲ្យបានទូលំទូលាយមែនតើអញ្ចឹងនៅពេលដែលគាត់មានប្រើប្រាស់បានចាប់បានមានបានបសសនឹងមកឃើញថាអ្នកជំងឺយើងគាត់ពិតជាបានមកពិនិត្យច្រើនជាងមុនបានមកឲ្យថាទទួលការព្យាបាលអីបានសមស្របជាងមុនច្រើនអញ្ចឹងការដែលមានបានបសសនឹងគឺជួយប្រជាជនយើងច្រើនពាក់ព័ន្ធមួយបញ្ហារឿងសុខភាពហ្នឹងគឺឲ្យគាត់បានទទួលការព្យាបាលមួយដែលសមស្របល្អត្រឹមត្រូវហើយចំណាយថវិកាថាតិចតួចមែនតើហ្នឹងហើយចាអញ្ចឹងខ្ញុំសប្បាយចិត្តនៅក្នុងការដែលគាត់ប្រជាជនយើងមានបានបសសប្រើមកដល់សប្តាហ៍ថ្ងៃនេះ